មនុស្សយើងម្នាក់តើជីវិតមានគូរស់នៅបានយ៉ាងម៉េចតើជីវិតអត់គូរស់នៅបានយ៉ាងម៉េចទាំងពីរសំណួរនេះអាស្រ័យលើខ្លួនយើងជាអ្នកផ្ដល់ចម្លើយទៅលើសំណួរទាំងពីរនេះព្រោះថាពេលខ្លះជីវិតមិនគូក៏មិនអាចកំណត់ថាមានគូហើយមានក្តីសុខទាំងផ្លូវចិត្តផ្លូវកាយនោះទេហើយអត់គូក៏មិនអាចកំណត់បានថាមានក្តីសុខទាំងផ្លូវចិត្តផ្លូវកាយផងដែរប៉ុន្តែអ្វីគ្រប់យ៉ាងគឺអាស្រ័យនៅការប្រព្រឹត្តរបស់យើងដំណើរជីវិតរបស់យើងប្រព្រឹត្តទៅបែបណាហើយចេះវិនិច្ឆ័យលើរឿងគ្រប់យ៉ាងដែលកើតមកលើយើងបែបណាហើយសម្របខ្លួនបែបណាទើបឲ្យជីវិតរបស់យើងជ្រើសរើសដៃគូនីមួយៗប្រកបដោយមានក្តីសុខជីវិតមនុស្សម្នាក់តែងតែមានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃហើយมันអាចគណនាបានថាភាពប្រែប្រួលនោះជារឿងល្អឬជារឿងអាក្រក់